មនុស្សយើងកើតឡើងហើយវាកិច្ចមិនផុតពីស្លាប់ទេណាញោមគ្រាន់តែមុនហើយនឹងក្រោយតែប៉ុណ្ណោះបើយើងសម័យឃើញគេស្លាប់យើងនឹកសម័យថាថ្ងៃណាមួយខ្លួនយើងម្ដងម្ល៉េះហើយយើងស្ដាយគ្រប់មុខស្ដាយតាំងពីខោអាវតាំងពីស្បែកជើងលុយមិនតាន់ចាយអស់អីលាក់នៅត្នេះត្នោះអីមិនបានផ្ដាំផ្ញើប្រាប់កូននេះក៏ត្រូវតែស្លាប់ចោលដែរមានហើយអ្នកកើតជំងឺអាកូវីដ ហ្នឹងយកលុយដើរព្រាចចោលក៏មានដែរទុកធ្វើអីបើប្រហែលថ្ងៃទៀតស្លាប់ទៅហើយបើដូច្នេះហើយជីវិតមនុស្សយើងកិច្ចមិនផុតពីការស្លាប់វាគ្រាន់តែមុនហើយនឹងក្រោយតែប៉ុណ្ណោះអ្នកស្លាប់ទៅហើយអ្នកនៅរស់ចង់ឲ្យរស់បានយូរធ្វើបុណ្យបន្ថែមផងពីព្រោះរស់នៅកំពុងតែចាយបុណ្យគេហៅថាសុខោបញ្ញសឧច្ចយោការកសាងសន្សំបុណ្យជាហេតុនាំឲ្យបានសុខប៉ុន្តែមនុស្សយើងច្រើនតែនិយាយកាត់ដោយខ្លីថាកុំទៅខ្វល់រឿងបុណ្យរឿងសិលរឿងទានអីរលុយឲ្យតែមានចាយបាយមានហូបទៅអានឹងឲ្យឋានសួគ៌នៅទៅណាឋានសុខនៅទៅហ្នឹងឲ្យតែមានផ្ទះធំទំនំខ្ពស់មានលុយចាយមានបាយហូបគ្រាន់អានឹងឲ្យឋានសួគ៌គេថាអញ្ចឹងណាប៉ុន្តែដល់តអ្នកស្លាប់ទៅមកកគូកដែលក្នុងអាយុ20 30 40នោះវាសុទ្ធតែដោយសារអស់លុយអត់ទេថានៅលុយតានៅលុយចាយនៅបាយហូបហើយផ្ទះក៏នៅអ្នកខ្លះធ្វើផ្ទះហើយក៏ស្លាប់ទិញឡានហើយក៏ស្លាប់ទិញម៉ូតូហើយក៏ស្លាប់ក៏មានហើយសាច់ឈាមនៅមានលុយនៅមានចាយបាយនៅមានហូបទៅតើចុះមិនក៏ស្លាប់អាត្រង់នេះហើយដែលក្នុងធម៌លោកហៅថាកម្មខយមរណៈស្លាប់ដោយសារអស់បុណ្យរូបរាងកាយវានៅទ្រព្យសម្បត្តិវានៅប៉ុន្តែមនុស្សយើងវារស់ដោយសារចំហាយបុណ្យដល់វាអស់បុណ្យវាស្លាប់ទៅដោយទូរស័ព្ទចឹងទូរស័ព្ទនៅល្អថ្មនៅមានក៏ប៉ុន្តែវាអស់អាដេញលុយក្នុងនោះដល់តែអស់លុយតែអត់កើតបើអញ្ចឹងតើលើគេបញ្ចូលលុយថែមអ្នកប្រើភ្លើងអាគុយក៏ចឹងដែរអំពូលវាមិនតន់ដាច់ទេប៉ុន្តែអាគុយវាចិត្តអស់ភ្លើងហើយបើសិនជាយើងមិនបញ្ចូលភ្លើងទេថ្ងៃណាមួយវាលុតផឹបយ៉ាងណាមិញរូបរាងកាយយើងដូចគ្នាអញ្ចឹងដៃនៅភ្នែកនៅតិចនៅមែនក៏ប៉ុន្តែវារស់ដោយសារចំហាយបុណ្យនៅក្នុងខ្លួនដែរតែអស់បុណ្យស្លាប់ចោលទ្រព្យសម្បត្តិបើដូច្នោះបានជាក្នុងព្រះពុទ្ធសាសនានេះព្រះអង្គទ្រង់ត្រាស់សម្ដែងថាសัพពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មੰកមិសន្តិបញ្ញបាបពលុបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មាចសោកតੰតស្មាករយកល្យាណੰនិច្ចយ៉ាងសម្បរាយិកੰបញ្ញានិបរលោកាស្មੰបតត្ថាហោន្តិបានេណੰព្រះអង្គសម្ដែងថាអញ្ចឹងស្ដាប់បានហើយអត់ដឹងថាមិនគឺនេញណងចិត្តតែអង្គុយស្ដាប់ទៅលើកដៃស្ពះចិត្តតែស្ដាប់ទៅបើមិនដឹងថាមិននោះលោកថាអញ្ចេសត្វលោកទាំងអស់គឺអ្នកណាដែលមានជីវិតនឹងលោកហៅថាសត្វឲ្យតែកើតនៅលើដីនេះសុទ្ធតែត្រូវស្លាប់ទៅវិញទាំងអស់ប៉ុន្តែក្រោយពីស្លាប់ទៅទោះបីអ្នកឯងជឿសាសនាណាក៏ដោយអ្នកឯងមានយសៈបណ្ណាក៏ដោយតែស្លាប់ហើយកម្មអ្នកចាត់ចែងបែងចែកទាំងអស់កម្មੰសត្ទេវិភច្ចតិយតិទាំងហីណបណៃតតាយៈកម្មល្អនិងកម្មអាក្រក់វាចាត់ចែងវាបែងចែកឲ្យមនុស្សនឹងឲ្យស្លាប់ទៅនឹងទៅកើតជាមនុស្សទៅកើតជាទេវតាទៅកើតជាសត្វអាស្រ័យទៅលើផលកម្មកាលខ្លួននៅរស់នឹងបានធ្វើត្រង់ថាអ្នកឯងជឿសាសនាណាព្រះណាមិនដឹងទេតែធ្វើបាបគ្មានព្រះណាទទួលជំនួសទេមានតែយើងលុបភ្លើងយើងក្តៅខ្លួនយើងអ្នកទទួលខ្លួនឯងដូច្នោះហើយលោកថាអ្នកណាមានបុណ្យទៅកើតក្នុងឋានសួគ៌ឬក៏ជាមនុស្សអ្នកណាមានបាបទៅនរកប្រែតដេរឆានអសុរកាយអបាយ4នាំខ្លួនមកកើតជាមនុស្សអភ័ព្វកំសត់ក្រតោបយៈលំបាកវេទនាហេតុដូច្នោះហើយសាធុជនអ្នកមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់នឹងបានជាទីពឹងទៅក្នុងលោកខាងមុខព្រោះថាបុណ្យទាំងឡាយហ្នឹងស្លាប់ទៅអត់មានយកទ្រព្យសម្បត្តិទៅបានទេមានតែបុណ្យកុសលតែប៉ុណ្ណោះអញ្ចឹងជាការពិតហើយណាញោមអ្នកស្លាប់ទៅគ្មានអ្នកណាជូនមាសពេជ្រ
កែវកងទ្រព្យសម្បត្តិទៅជាមួយបានទេមានតែបុណ្យកុសលតែប៉ុណ្ណោះនេះហេតុនេះបានជាលោកឲ្យខំសន្សំឲ្យរឿយទុកឲ្យហើយនឹងគាថាមិញនឹងពពុទ្ធលោកសំដែងមានន័យថាអញ្ចឹងមានន័យថាជីវិតវាមុខទៅនឹងស្លាប់បើស្លាប់ទៅនរកទៅប្រែតនរណាធ្វើបាបឯនរណាធ្វើបុណ្យមកជាមនុស្សមកជាទេវតាប៉ុន្តែវាមិនដឹងថាស្លាប់ថ្ងៃណាអាស្រ័យហេតុនឹងតនជីវិតនៅរស់បានលោកឲ្យខំធ្វើបុណ្យតាំងពីចាស់តាំងពីក្មេងទាំងអស់គ្នាបដើទៅពេលដែលគេអប់រំមនុស្សឲ្យចេះធ្វើបុណ្យសន្តានហោហែចឹងទៅមានអ្នកខ្លះទៅវាមាននិស័យមានសទ្ធាពីអតីតជាតិមកធ្លាប់ធ្វើបុណ្យណាញោមគ្រាន់តែឃើញគេធ្វើបុណ្យយល់ចូលចិត្តធ្វើគេទៅអ្នកខ្លះធ្លាប់មាននិស័យស្ដាប់ធម៌ពីអតីតមកគឺឮធម៌ក៏ចេះស្ដាប់ទៅអ្នកខ្លះអត់បានសន្សំឧបនិស្ស័យមកចេះរឹងរូសនិយាយមិនស្ដាប់ប្រាប់មិនតាមហាមក៏មិនកែមិនប្រែមិនបែសោះជាក់ស្ដែងក្នុងសម័យពុទ្ធកាលមានស្រីម្នាក់អាយុ18ឆ្នាំហើយក្រមុំទៀតហើយស្អាតជាងអាត្មារាប់លានដងប៉ុន្តែចេះរឹងរូសម៉ែឪបដៅមិនស្ដាប់ប្រាប់មិនតាមហាមក៏មិនកែគិតតែស្ដីឲ្យម៉ែឲ្យឪថាទៅធ្វើបុណ្យនឹងមានប្រយោជន៍អីវាអត់ប្រយោជន៍តលតសោះវាគ្មាននរកគ្មានប្រែតគ្មានដេរិឆានគ្មានបុណ្យបាបអីណាទេខ្លួនឯងកើតឡើងមកវប្បធម៌ប្រពៃណីសាសនាក៏មិនរៀនម្លោះហើយចំណេះចេះដឹងបន្តិចបន្តួចវាយតម្លៃចាស់សិតតែល្ងងមិនដល់ខ្លួនថ្ងៃមួយជាថ្ងៃឧបោសថសិលដូចថ្ងៃហ្នឹងអញ្ចឹងនាងហ្នឹងដើរកាត់ទៅក្នុងវត្តហើយយាយគាត់នៅវត្តគាត់ឃើញអញ្ចឹងគាត់ហៅថាអ្នកចៅអើយមកនេះមករៀបចំភេសជ្ជៈប្រគេនប្រសង់គេណាយកបុណ្យថ្ងៃឧបោសថលោកចូលធ្វើឧបោសថនាងហ្នឹងឈ្មោះសិរនីស្រាប់តែនាងនោះងាកមកទេសនាស្ដីឲ្យយាយមកស្ពឹកមុខទៅហ្មងហេយាយចំណាស់ប៉ុណ្ណឹងហើយនៅជឿចាស់កំរើជំនឿអន់នៅជឿចាញ់បោកគេគ្មានបុណ្យគ្មានបាបគ្មាននរកគ្មានប្រែតគ្មានព្រំស្អីទេចាស់ចំណាស់ប៉ុណ្ណឹងហើយនៅតែឆោតស្ដីឲ្យយាយមកស្ពឹកមុខយាយមិនដឹងថាម៉េចគេហៅថាកប់យោបល់និយាយអត់ចាញ់ដល់ឯងហើយគេធ្វើបុណ្យគេទេសឲ្យឯងវិញអញ្ចឹងនឹងបដៅពីណាណាហើយក៏មិនមាត់ដែរយាយគាត់ងាកបែរទៅធ្វើកិច្ចការងារគាត់នាងហ្នឹងក៏ដើរតយអំផ្លយចេញពីវត្តទៅផ្ទះវិញទៅដល់ទៅដល់ផ្ទះបានទៅ2 3ថ្ងៃវិច័យដនខ្យល់គោស្លាប់ទៅណាអានេះរឿងធំហើយពីព្រោះអារឿងបុណ្យចូលចិត្តតែទុកចាំចាស់ចាំធ្វើប៉ុន្តែដល់អារឿងស្លាប់វាអត់រើសចាស់ទេប្រហែលឆ្នាំចុងក្រោយនេះញោមសរុបស្ថិតិមើលស្រុកយើងគឺថាចាស់តដើមស្លាប់អត់ទាន់ក្មេងនេះគ្រប់ខេត្តគ្រប់ក្រុងសរុបទៅគឺថាក្មេងស្លាប់ច្រើនជាងចាស់ឃើញតែចាស់ដុតខ្មោចឲ្យក្មេងទៅហើយឥឡូវនោះឃើញតែចាស់សូត្រធម៌ឲ្យក្មេងចាស់ធ្វើបុណ្យឲ្យក្មេងអញ្ចឹងពពុទ្ធលោកថាប្រមាទតោមច្ចនោបទាំងនរណាមានសេចក្តីប្រមាទនៅក្នុងកំពុងតែឈាមជើងចូលទៅរកផ្លូវនៃសេចក្តីស្លាប់ប្រមាទនេះគឺការធ្វេសប្រហែសនាងនេះខ្យល់គោស្លាប់អស់គេចាស់គេស្លាប់ទៅបានកើតជាមនុស្សទេវតាបានធ្វើបុណ្យសិលទានខ្លះដល់តែនាងនៅក្មេងសោះអត់តាន់មានបុណ្យស្លាប់ទៅកើតជាប្រែតកន្លែងព្រៃគេចោលខ្មោចព្រោះស្រុកនោះមានកន្លែងគេយកខ្មោចទៅចោលញោមមក3 4ឆ្នាំលូនលិតខ្ទុះឈាមកំរងសាក់សពម៉ូតលីមួកកន្លែងខ្មោចហ្នឹង3ឆ្នាំ4ឆ្នាំក្រោយមកទៀតតាអ្នកស្រុកភូមិនាងហ្នឹងក៏គេបានធ្វើដូចជាល្អីកជ្រែងចង្អេអីចឹងទៅគេដាក់អាទេសដើរលក់ហូហែទៅស្រាប់តែបអទេសកាត់ដងព្រៃនឹងទៅក៏សូរិយាអស់ស្ដងគុតអលុតប្រសូសែងទៅក៏ឈប់អទេសសម្រាកនៅក្នុងព្រៃហ្នឹងពេលប្រលប់ចិត្តយប់បុរាណហៅថាម៉ោងខ្មោចវាចេញដើររស់ស៊ីស្រាប់តែនាងហ្នឹងប្រែតហ្នឹងចេញដើររស់ស៊ីមែនលូនវាមកឃើញតាហ្នឹងគាត់ស្គាល់គាត់ថាអ្នកស្រុកឯងតានេះអ្នកស្រុកឯងតាឯងមើលគាត់ឃើញប៉ុន្តែគាត់មើលឯងមិនឃើញសោះព្រោះឯងជាប្រែតបើអញ្ចឹងនិមិត្តឲ្យឃើញភ្នែកស្រស់សិនក៏និមិត្តឲ្យឃើញភ្នែកស្រស់ផ្លែតត្រាប់តែតានោះភ្ញាក់ព្រឹតឲ្យកញ្ញាងស្រែកថាណែ
ណែឯងជាខ្មោចជាព្រាយបីសាចចុងលងប្រឡាចខ្ញុំតើមែនទេនាងនោះឆ្លើយថាលោកតាខ្ញុំឈ្មោះសិរនីនៅស្រុកភូមិជាមួយតាដែរតាមានចាំទេមានស្គាល់ទេតានោះរត់នឹកឃើញថាអើនឹកឃើញហើយចៅសិរនីហើយចៅឯងណែស្លាប់មក 3-4 ឆ្នាំហើយចៅឯងទៅកើតឯណានាងនឹងថាលោកតាខ្ញុំមានកម្មធ្ងន់ណាស់កាលខ្ញុំនៅជាមនុស្សជេរប្រមាថកើតទៀនយាយតាអាចារ្យប្រសង់ម៉ែឪបដែបដៅក៏មិនស្ដាប់មិនតាមម្លោះហើយខ្ញុំមានបាបសាល់បនទៀនមិនធ្វើមានតែស្ដីជេរប្រមាថឲ្យអ្នកដទៃឥឡូវខ្ញុំស្លាប់មកកើតជាប្រែតរងទុក្ខវេទនាណាលោកតាអត់មានសម្លៀកបំពាក់ទេទាញយកសក់ខ្លួនឯងមកដប់ជុំវិញខ្លួនធ្វើជាខោអាវរួចហើយក៏ផ្ដាំទៅលោកតាថាលោកតាខ្ញុំផ្ដាំទៅប្រាប់ម៉ែខ្ញុំផងខ្ញុំមានមាស4សែនកហបណៈឯនោះកប់នៅក្រោមគ្រែចំកន្លែងខ្ញុំដេកឲ្យលោកតាប្រាប់ម៉ែខ្ញុំឲ្យកាយមាសនឹងមកបែងជា2មួយចំណែកឲ្យគាត់ទុកចាយវាចុះហើយមួយចំណែកទៀតឲ្យធ្វើបុណ្យនៅខ្ញុំផងលោកតាបើសិនជាម៉ែមិនធ្វើបុណ្យនៅខ្ញុំទេមិនដឹងថាថ្ងៃខែឆ្នាំណាខ្ញុំនឹងចេញរួចពីកំណើតនេះទេលោកតាជួយខ្ញុំផងនិយាយផ្ដាំតែប៉ុណ្ណេះបាត់សមោលទៅវិញទៅព្រោះប្រែតនឹងបង្ហាញខ្លួនតែមួយផ្លែតអញ្ចឹងណាញោមតានឹងក៏សម្រាកនៅនឹងមួយយប់ទៅហើយអាត្មាវាចេះតែកោតតានឹងឃើញមកប៉ុណ្ណឹងហើយគាត់សម្រានលក់ដែរណាណែអាត្មាវិញបើឃើញប៉ុណ្ណេះចប់ហើយលែងលក់រមងមកយប់នេះញោមអង្គុយចាំមើលក្រែងមកទៀតបាននិយាយគ្នាអីចេះតានឹងភ្ញាក់ព្រលឹមឡើងបោអទេសហោហែទៅមកដល់មុខផ្ទះនាងនឹងក៏ឈប់អទេសរត់ទៅតែទេតាថាយាយអូយាយខ្ញុំឃើញកូនយាយឯងយាយអើយយាយខ្ញុំឃើញកូនយាយឯងយាយឯនោះកំពុងតែឈឺដេកទទួលភួយឮតែគេស្រែកចុះងើបឡើងសើងម៉ាំងប៉ើងភួយទៅមកខាងខ្នើយទៅមកខាងហាជប់កូនខ្ញុំនៅណាកូនខ្ញុំនៅណាថាបង្ហាញខ្លួនមកផ្លែតនៅឯព្រៃខ្មោចនាងថាម៉េចខ្លះថាឲ្យលោកយាយនឹងកោះមាសឬថា4សែនកហបណៈនៅក្រោមគ្រែកន្លែងនាងដេកឲ្យកាយមកបែងជា2ណាមួយចំណែកទុកចាយមួយចំណែកធ្វើបុណ្យឲ្យនាងថាបើយាយមិនជួយទេមិនដឹងថាថ្ងៃខែឆ្នាំណាបានមកចាប់កំណើតកើតជាមនុស្សទេវតាទេយាយនោះលឺតែអញ្ចឹងទាញជាប់ជីកទៅជីកម៉ាំងកាយក្រោមគ្រែនឹងកាយចុះកាយឡើងឃើញមាសមែនកាន់មាសមកសំណោះកូនសំណោះថាម៉េចកូនហើយកូនមាសកូនចង់មានកូនចង់បានកូនខំសំទុកត្រូវហើយកូនប្រឹងរស់ស៊ីបានមាសបានពេជ្របានលុយបានកាក់ត្រូវហើយប៉ុន្តែកូនមិនជឿបនសោះឃើញទេឃើញកូនស្លាប់ចោលទ្រព្យកូនទេបើសិនជាកូនមានបនខ្លះកូនមិនទាន់ស្លាប់ទេកូននៅចាយទ្រព្យនឹងព្រោះអាយុជីវិតរបស់មនុស្សវាមានបុណ្យជួយថែឲ្យដល់កូនអត់មានបុណ្យវាអស់បុណ្យអាលីងទៅទ្រព្យសម្បត្តិកូនវានៅទេប៉ុន្តែកូនអស់បុណ្យបានកូនស្លាប់ទៅចោលទ្រព្យនឹងឃើញទេចឹងអានឹងគេហៅថាស្លាប់ដោយសារអស់បុណ្យទ្រព្យសម្បត្តិនៅមែនប៉ុន្តែវាអស់បុណ្យប៉ុន្តែមិនអីទេយាយនឹងគាត់យំអាណិតកូនហើយគាត់ធ្វើបុណ្យឧទ្ទិសទៅឲ្យកូននឹងក៏រួចកំណើតពីប្រែតនឹងទៅកើតឋានសួគ៌ទៅឯយាយនេះរក្សាសិល5ចាំសិល8ទៅធ្វើបុណ្យហោហែស្លាប់ទៅបានទៅកើតឋានសួគ៌ជួបគ្នាសោយសម្បត្តិទឹកនៅឯនងទៀតទៅណាញោមមើលឃើញណាលើកឡើងប៉ុណ្ណេះបង្ហាញថានេះសំណាងឲ្យចេះម៉ែនឹងមិនទាន់ស្លាប់ហើយបើម៉ែនឹងស្លាប់ទៅដែរទ្រព្យនឹងមិនអត់ទៅហើយទេមិនបានទៅអ្នកដទៃដូច្នេះហើយការស្លាប់ដោយសារអស់បុណ្យគឺដូច្នេះឯងទ្រព្យសម្បត្តិនៅមែនប៉ុន្តែមនុស្សនឹងមិនរស់ទេអស់បុណ្យហើយបានគេឲ្យសន្សំបុណ្យ